តើអ្នកធ្លាប់អង្គុយម្នាក់ឯងហើយសួរសំណួរនេះទៅកាន់ខ្លួនឯងដែរឬទេតើខ្ញុំជានរណាហើយមុននឹងខ្ញុំមកកើតក្នុងគ្រួសារនេះតើខ្ញុំនៅឯណាមនុស្សយើងម្នាក់កើតមកមានវាសនាខុសគ្នាដាច់ស្រឡះអ្នកខ្លះកើតមកលើគំនរមាសប្រាក់ឯអ្នកខ្លះទៀតសូម្បីតែបាយមួយពេលក៏រកមិនបានដែរអ្នកខ្លះមានសុខភាពល្អមាំមួនចំណែកឯអ្នកខ្លះទៀតកើតមកពីការភាពតាំងពីកំណើតតើនេះជាការចៃដន្យឬក៏ជាការរៀបចំរបស់ព្រះអាទិទេពឬមួយក៏វាជាផលនៃអ្វីមួយដែលយើងបានធ្វើពីជាតិមុនយើងនឹងធ្វើដំណើររួមគ្នាទៅស្វែងយល់អំពីអាថ៌កំបាំងនៃការចាប់ជាតិថ្មីតាមទស្សនៈរបស់ព្រះពុទ្ធសាសនាយើងនឹងមិននិយាយតែរឿងបែបជំនឿងងឹតងងល់នោះទេប៉ុន្តែយើងនឹងវិភាគតាមបែបហេតុផលច្បាប់ធម្មជាតិនិងផុសតាងដែលពិភពលោកកំពុងតែភ្ញាក់ផ្អើលសូមកុំអាលតន់ជឿនិងកុំអាលតន់បដិសេធរហូតដល់អ្នកទស្សនាវីដេអូនេះរហូតដល់ចប់និយមន័យការចាប់ជាតិថ្មីតើអ្វីទៅដែលទៅចាប់ជាតិសំណួរដ៏ធំបំផុតដែលមនុស្សជុំវិញពិភពលោកឆ្ងល់ថាបើខ្លួនប្រាណយើងរលួយទៅជាដីហើយតើអ្វីទៅដែលនាំយើងទៅកើតជាតិក្រោយនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធមិនបានបង្រៀនថាព្រលឹងអមតៈដែលហោះចេញពីខ្លួនមួយទៅចូលខ្លួនមួយទៀតដូចជាការផ្លាស់ប្ដូរខោអាវនោះទេប៉ុន្តែទ្រង់បង្រៀនអំពីការបន្តនៃវិញ្ញាណសូមអ្នកស្រមៃមើលរូបភាពនេះប្រសិនបើលោកអ្នកយកទៀនមួយដើមដែលកំពុងឆេះទៅអុជបន្តទៀនមួយដើមទៀតដែលមិនទាន់ឆេះសំណួរគឺតើអណ្ដាតភ្លើងនៅលើទៀនទី2ជាអណ្ដាតភ្លើងរបស់ទៀនទី1ឬយ៉ាងណាចម្លើយគឺវាមិនមែនជាអណ្ដាតភ្លើងដដែលនោះទេប៉ុន្តែបើគ្មានអណ្ដាតភ្លើងទី1ក៏គ្មានអណ្ដាតភ្លើងទី2ដែរនេះហើយគឺជាការចាប់ជាតិថ្មីជីវិតថ្មីមិនមែនជាមនុស្សចាស់ដដែលទាំងស្រុងនោះទេប៉ុន្តែវាគឺជាកម្លាំងថាមពលកម្មនិងវិញ្ញាណដែលរុញច្រានពីជាតិមុនមកនៅពេលដែលរាងកាយនេះអស់អាយុខ្សែចិត្តដែលនៅសល់នៅតណ្ហាការចង់រស់នៅនិងស្វែងរកទីតាំងសម្បកថ្មីដើម្បីបន្តដំណើរទៅមុខទៀតអ្វីដែលសំខាន់បំផុតដែលអ្នកត្រូវដឹងគឺបដិសន្ធិវិញ្ញាណវាប្រៀបដូចជា memory computer អញ្ចឹងវាផ្ទុកទិន្នន័យគ្រប់បែបយ៉ាងដែលអ្នកបានធ្វើទម្លាប់ដែលអ្នកមាននិងបុណ្យបាបដែលអ្នកបានសាងរបស់ទាំងនេះដែលកំណត់ថាអ្នកនឹងត្រូវកើតរូបរាងបែបណាក្នុងស្ថានភាពបែបណាប្រហែលជាអ្នកកំពុងគិតថាបើការចាប់ជាតិថ្មីមានពិតមែនហេតុអ្វីបានជាខ្ញុំមិនចាំមិនបានសូម្បីតែបន្តិចបើការចាប់ជាតិថ្មីមានពិតមែនហេតុអ្វីបានជាខ្ញុំចាំមិនបានសូម្បីតែបន្តិចនេះគឺជាសំណួរល្អតាមពិតទៅការដែលយើងចាំមិនបានវាគឺជាយន្តការការពារធម្មជាតិម្យ៉ាងសាកស្រមៃមើលប្រសិនបើអ្នកចងចាំរឿងរាប់ពាន់ឆ្នាំមុនតើខួរក្បាលអ្នកនឹងច្របូកច្របល់ដល់កម្រិតណាអ្នកនឹងត្រូវឈឺចាប់ជាមួយសត្រូវចាស់អ្នកនឹងត្រូវនឹកប្តីប្រពន្ធកាលពី5ជាតិមុនប៉ុន្តែក៏មានមនុស្សមួយចំនួនតូចដាច់សញ្ញាខានមិនអស់លោកអ្នកប្រហែលជាធ្លាប់ដឹងរឿងរ៉ាវក្មេងៗដែលនិយាយប្រាប់ឪពុកម្ដាយថាផ្ទះចាស់របស់គេនៅឯណាគេស្លាប់ដោយសារអ្វីហើយស្គាល់សមាជិកគ្រួសារចាស់ទៀតផងនេះគឺជាផុសតាងរស់ដែលបង្ហាញថាការស្លាប់មិនមែនជាទីបញ្ចប់ឡើយតែវាគឺជាការផ្លាស់ប្ដូរកន្លែងស្នាក់នៅតែប៉ុណ្ណោះ